បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាជាទីរាប់អានបាទថ្ងៃនេះខ្ញុំចាប់ផ្ដើមបង្ហាញអំពីរបៀបធ្វើគេហៅថាកន្លែងចិញ្ចឹមកង្កែបបងប្អូនបាទនេះគឺខ្ញុំហុំពណ៌ទៅដល់ស្បៃបងប្អូនស្បៃនេះខ្ញុំដាក់2ជាន់ហើយស្បៃនេះបើសិនជាយើងដាក់មួយជាន់ទៅគេលើវាលហែកណាមួយយើងការពារមន់ឆ្កែផងបាទអញ្ចឹងយើងដើម្បីឲ្យដឹងច្បាស់ថាតើយើងស្បៃយើងប្រើស្បៃបែបហ្នឹងវាល្អដែរឬក៏អត់ហើយកែបវាចេញទៅហើយទេបាទអញ្ចឹងអានេះកែបវាចេញបានមានថាអត់ទេវាចេញបានបាទនេះបាទប៉ុន្តែនៅខាងក្នុងគឺយើងដាក់ស្បៃញឹកបាទបងប្អូនស្បៃវា2ជាន់តើឥឡូវយើងមើលបាទនេះចាប់ផ្ដើមកន្លែងនេះឃើញទេបងប្អូនអត់មានកន្លែងថាចេញរួចទេបងប្អូនណាប៉ុន្តែកង្កែបនេះអត់ទាន់មានទេបាទអត់ទាន់មានបាទនេះគឺខ្ញុំកប់ជើងវាដាក់ក្នុងដីទាំងអស់បាទអញ្ចឹងអានេះគឺកន្លែងអាងរបស់វាបងប្អូនណាអាងបាទទៅទៀតហ្នឹងខ្ញុំដាក់តង់ក្នុងហ្នឹងខ្ញុំដាក់ចកដាក់សូឡាឬក៏ដាក់កផ្លោកអីក្នុងហ្នឹងទៅបាទក្នុងនេះយើងអាចចិញ្ចឹមកង្កែបបានទៀតហើយយើងអាចដាំដំណាំអីផ្សេងបានបាទនេះបាទយើងចំណេញបាន2បងប្អូនចំណេញបាន2យើងអាចចិញ្ចឹមកង្កែបបានផងបាទយើងអាចដាំបន្លែបន្លុកឬក៏ថ្កួនឬក៏ដំណាំអីផ្សេងបាននៅក្នុងហ្នឹងអញ្ចឹងយើងចំណេញបាន2យើងដាំថ្កួនដាំស្ពៃដាំអីបានទាំងអស់នៅក្នុងកន្លែងដែលយើងចិញ្ចឹមកង្កែបណាបងប្អូនបាទអញ្ចឹងចាំមើលពីថ្ងៃទៀតខ្ញុំនឹងចាប់ផ្ដើមដាក់កង្កែបឲ្យបងប្អូនដើម្បីឲ្យបងប្អូនទស្សនាទាំងអស់គ្នាបាទអញ្ចឹងសូមកុំភ្លេចជួយ like share វីដេអូនេះឲ្យបានច្រើនហើយនេះជាទស្សនវិជ្ជានៅខាងក្នុងបងប្អូនបាទគឺខ្ញុំខាងនោះគឺទ្វារតែធ្វើអត់ទាន់ហើយបងប្អូនហើយបានលុបជើងស្បៃមុងយើងអស់ហើយបងប្អូនហើយនេះជាទស្សនវិជ្ជានៅខាងក្រៅបងប្អូនណាបាទហើយនេះគឺសូឡាសម្រាប់ចិញ្ចឹមខ្យងចិញ្ចឹមត្រីចិញ្ចឹមកង្កែបបាទនេះជាសូឡាបាទអានេះគឺត្រីបងប្អូនត្រីនេះគឺចិញ្ចឹមបានហើយបានអសល់តែខ្យងក៏បានដែរមន្ទង់ក៏បានដែរហើយនៅសល់តែកង្កែបទេបងប្អូនយើងរៀបចំកន្លែងវាឲ្យហើយសិនចាំយើងចាប់ផ្ដើមបាទត្រីនេះឃើញយើងដាក់ទឹកយកមកវាហើវាសុបាយវាមែនតែនបងប្អូនហើយបាទអញ្ចឹងលក្ខណៈគ្រួសារបងប្អូនតែពេលដែលយើងបហូរទឹកនឹងចេញក៏វាចំណេញបានស្រោចដំណាំដាំដោះដែរបងប្អូនជាងដែលយើងស្រោចដំណាំចោលណាយើងស្រោចដំណាំចោលបានត្រឹមតែមួយដំណាំចុះបើយើងចិញ្ចឹមត្រីឬក៏កង្កែបឬក៏ខ្យងនៅក្នុងនឹងទៀតពេលដែលយើងបហូរទឹកត្រីខ្យងក្តាមកង្កែបអន្ទងហ្នឹងយើងនឹងអាចចំណេញទៅដល់ដំណាំយើងដែរអញ្ចឹងគេថាព្រួយមួយបាញ់បានសัตว์ពីរអញ្ចឹងណាបងប្អូនបាទអរគុណសម្រាប់ការតាមដានវីដេអូទាំងអស់នេះបាទសូមជួយ share ផងបងប្អូនទាំងអស់គ្នា